สุดท้ายบองปองต่างគ្នានេះបើភ្ញៀវគាត់កំង5គីឡូហើយពេលនេះនឹងស្មានតែអត់គ្រប់ឲ្យគាត់ផងព្រោះគាត់មួយប្រចាំបងរដ្ឋាហើយគាត់កំង5គីឡូហើយស្មានតែអត់បានគ្រប់ឲ្យគាត់ខំលៃលោកចឡើងទៅក៏បានគ្រប់ដល់5គីឡូឲ្យគាត់អញ្ចឹងណាទាំងអស់គ្នាហើយនេះដោយសារតែខ្ញុំបារម្ភក្នុងការដែលខ្លាចថាពេលដែលខ្ញុំរៀបចំទៅគីឡូវាទុំវាអីចឹងទៅវារៀងធ្វើឲ្យខូចសភនភាពបឺអញ្ចឹងណាខ្ញុំក៏បានយកกระดาษនេះមកដាក់ក្រៅពីក្រោមដើម្បីធ្វើឲ្យវាកុំឲ្យវាប៉ះពាល់ពេកដឹកជញ្ជូនអីអញ្ចឹងជាដើមណាទាំងអស់គ្នាហើយខ្ញុំ plan ចង់ថាត្រូវអីរុំមួយផងប៉ុន្តែដោយតែពេលខ្ញុំរៀបចំហ្នឹងវាអត់ទាន់ទុំខ្លាំងទេអញ្ចឹងវាអត់ជាបញ្ហាអីទេខ្ញុំក៏រៀបចំនេះអញ្ចឹងហើយថ្លឹងអីគឺខ្ញុំកាត់ទៅតាមកាត់គីឡូទៅតាមកระดาษដែលខ្ញុំដាក់គ្រាប់ឲ្យហ្នឹងហើយអញ្ចឹងវាអត់មានបាក់ភ្នែកអញ្ជីងភ្នែកអីគេទាំងអស់គ្នាហើយដោយសារតែខ្ញុំរៀបចំអញ្ចឹងខ្ញុំបារម្ភខ្លាចផងថាពេលដែលនេះអញ្ចឹងទៅវាតិចផ្ទាំបឺរបស់ភ្ញៀវអីជាដើមអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងឲ្យបានខ្ញុំរៀបចំឲ្យមើលទៅវាធម្មតាការលក់ដូរបើសិនជាយើងគិតគូរដល់អតិថិជនយើងគិតគូរដល់ទឹកចិត្តភ្ញៀវយើងហើយបារម្ភខ្លាចរបស់ដែលយើងលក់ហើយទៅឲ្យភ្ញៀវប៉ុន្តែយើងបារម្ភខ្លាចថាវាមិនល្អពេលដែលភ្ញៀវយើងទទួលបានពីដៃយើងណាសម្រាប់ខ្ញុំមានអារម្មណ៍ថាខ្ញុំមានតែក្តីសុខផ្លូវចិត្តរបស់ខ្ញុំហើយខ្ញុំមានអារម្មណ៍ថាផ្លូវចិត្តរបស់ខ្ញុំវារៀងស្ងប់អីអញ្ចឹងជាដើមណាពីព្រោះអីការលក់ដូរផ្លែឈើជារឿងមួយទៀតហ្នឹងតែយើងលក់ហើយភ្ញៀវរបស់យើងគាត់សប្បាយចិត្តក្នុងការបន្តទិញយើងទៀតអត់ហើយខ្ញុំជឿទៅលើពាក់ព័ន្ធជាមួយនឹងបើសិនជាយើងលក់ម្ដងឬ2ដងហើយតែប៉ះពាល់ដល់អារម្មណ៍ប៉ះពាល់ដល់ផ្លូវចិត្តរបស់ភ្ញៀវយើងហើយខ្ញុំជឿជាក់ថ្ងៃក្រោយគេឡើងទិញយើងហើយមិនថាតែភ្ញៀវប្រចាំរបស់យើងមិនថាតែភ្ញៀវម្ដង2ដងរបស់យើងទេហើយការលក់ដូររបស់ខ្ញុំហើយការធ្វើអាជីវកម្មរបស់ខ្ញុំគឺខ្ញុំធ្វើអាជីវកម្មយ៉ាងម៉េចគឺខ្ញុំត្រូវតែយកចិត្តភ្ញៀវខ្ញុំឲ្យបានបើសិនជាខ្ញុំយកចិត្តភ្ញៀវខ្ញុំបានថ្ងៃក្រោយខ្ញុំអត់បារម្ភរឿងការលក់ដូររបស់ខ្ញុំអញ្ចឹងណាទាំងអស់គ្នាអូខេអរគុណច្រើនមួយដែលបានទិញបឺកំងបឺហើយបើមានសឹងតែមិនតាន់ឲ្យភ្ញៀវផងនេះទាំងអស់គ្នាអរគុណច្រើន